នៅពេលនេះដែនជីវិតនិងសេចក្តីស្លាប់របស់វ៉ាលីនគឺជាដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី5ហើយយោងទៅកម្រិតកម្ពស់នៃកម្រិតទី5ហ្នឹងដូចកម្រិតរបស់វ៉ាលីនដែរហើយវ៉ាលីនរបស់យើងហ្នឹងហៅកន្លែងដើម្បីបំបីកម្រិតចូលទៅកម្រិតទី6ហ្នឹងតែក្នុងការបំបីកម្រិតចូលកម្រិតទី6ហ្នឹងគឺវ៉ាលីនយើងរបស់យើងហ្នឹងគឺអត់ស្រួលនោះទេយោងទៅបើការបំបីចូលកម្រិតទី6ត្រូវការត្បូង Celestial ជាច្រើនហើយណាមួយវ៉ាលីនរបស់យើងឥឡូវហ្នឹងគឺអត់សូវមានត្បូង Celestial ហ្នឹងទេបន្ទាប់ពីបំបីកម្រិតអត់ជោគជ័យឯវ៉ាលីនរបស់យើងក៏គិតទៅដល់បាក់ចម្រាញ់បលឹងហើយនឹងបាក់ផ្សេងៗទៀតផងដែរវ៉ាលីនគិតទៅដល់បាក់អស់ហ្នឹងគ្មានអីឆ្ងាយទេអ្នកគ្នាគឺប្លន់ហ្នឹងឯងយល់ទៅវ៉ាលីនចរិតចោលនៅអាចោលហ្នឹងអ្នកគ្នាបន្ទាប់មកវ៉ាលីនរបស់យើងហ្នឹងក៏បានធ្វើដំណើរទៅកាន់ប្រទេសស៊ូសាគូវិញហើយនៅពេលដែលវ៉ាលីនកំពុងតែធ្វើដំណើរនៅលើត្រីផ្សៃផ្កាយហ្នឹងវ៉ាលីនពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែវ៉ាលីនបានឃើញជាមួយនឹងមនុស្សមកពីតកូលអមតៈ3-4នាក់ផងដែរហើយមនុស្សដែលមកពីតកូលអមតៈហ្នឹងកំពុងតែធ្វើការវាយប្រហារទៅលើមនុស្សជាច្រើនអ្នកដែលមកពីប៉ះហឹងយូហើយនៅក្នុងនោះក៏មានវាងជើផងដែរខ្ញុំជឿថាអ្នកនរប្រកាសជាស្គាល់ហើយវាងជើហ្នឹងគឺគ្រួសារតកូលវាងជាមួយវ៉ាលីនដែរចំពោះអ្នកដែលត្រូវបានតកូលអមតៈវាយប្រហារហ្នឹងគឺស្ថិតនៅប៉ះហឹងយូហើយប៉ះអស់ហ្នឹងគឺអត់មានអ្នកនៅកម្រិតទី5ទេអ្នកនរយល់ទៅនៅកម្រិតទី4អ្នកខ្លះមានកម្រិតទី4ដំណាក់កាលចុងក្រោយអ្នកខ្លះនៅទី4ដំណាក់កាលក្តារអីចឹងហើយវ៉ាលីនរបស់យើងហ្នឹងក៏អត់បានចូលសៀមដែរវ៉ាលីនរបស់យើងក៏បានលូកដៃចូលទៅជួយវាងជើនៅយល់ទៅវ៉ាលីនហ្នឹងបានជួយទៅលើប៉ះមនុស្សដែលមកពីប៉ះហឹងយូចឹងហើយវ៉ាលីនរបស់យើងហ្នឹងក៏បានបញ្ចេញសត្វមូរបស់គេហ្នឹងហើយពេលនេះសត្វមូហ្នឹងគឺវាមានអាហារឆ្ងាញ់ហើយកាលពីមុនវាស្រូបតែចលៃដីដែរប៉ុណ្្នឹងឯងតែឥឡូវវាបានស្រូបជាមួយឈាមរបស់មនុស្សមកពីតកូលអមតៈហ្នឹងឯងបន្ទាប់ពីវ៉ាលីនរបស់យើងបានជួយហើយវ៉ាលីនរបស់យើងក៏ទៅនិយាយជាមួយវាងជើផងដែរជាពិសេសនោះគឺវ៉ាលីនរបស់យើងបានផ្ដល់ការចងចាំឲ្យទៅកាន់វាងជើវិញហើយវាងជើហ្នឹងក៏បានដួលស្លាប់នៅកន្លែងហ្នឹងតែម្ដងហើយវ៉ាលីនរបស់យើងក៏បានយកវាងជើចេញពីកន្លែងហ្នឹងផងដែរបន្ទាប់ពីវាងជើហ្នឹងបានភ្ញាក់ដឹងខ្លួនហើយវាងជើពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែបានការចងចាំឡើងវិញហើយក៏អរគុណទៅកាន់វ៉ាលីនផងដែរហើយតកូលអមតៈវាអត់ព្រមឈប់ត្រឹមហ្នឹងទេយល់ទៅតកូលអមតៈហ្នឹងវាកំពុងតែចាប់មនុស្សអញ្ចឹងហើយការចាប់មនុស្សក៏វាមានមូលហេតុដែរអ្នកនរដោយសារតែបុព្វបុរសនៃតកូលអមតៈហ្នឹងគឺវាត្រូវលបួសយល់ទៅអ្នកខ្លាំងនៅតកូលអមតៈហ្នឹងវាត្រូវលបួសយល់ទៅមានអ្នកខ្លាំងស្លឹក8អីជាច្រើនអ្នកអញ្ចឹងវាត្រូវលបួសដើម្បីព្យាបាលលបួសបានត្រូវតែស្រូបធម្មពលជីវិតពីមនុស្សហើយនៅពេលនេះគឺសង្គ្រាមរវាងស៊ូសាគូជាមួយនឹងតកូលអមតៈគឺបានចាប់ផ្ដើមហើយយល់ទៅយើងមានតែចាំមើលសាច់រឿងរបស់គេអ្នកគ្នាយល់ទៅខ្ញុំនិយាយសឹងទៅមុខផងនេះដោយសារតែខ្ញុំមើលអានយូរពេកនិយាយទៅវាចង់ច្រឡំចង់ភ័ន្តដែរហ្នឹង